ជំរាបសួរពុកម៉ែបងប្អូនកូនក្មួយខ្ញុំសូមលើករកការពិភាក្សាស្វោកដែលយើងអាចធ្វើជាលក្ខណៈធូរតិចបានហើយនេះគឺជារបស់ជនបរទេសអ្នកបរទេសអ្នកស្រាវជ្រាវបរទេសដែលគេផ្សព្វផ្សាយការងារនេះដើម្បីអនុវត្តការងារធុរកិច្ចដើម្បីឲ្យមានប្រសិទ្ធភាពល្អខ្ញុំយកបានចេញតាមអ៊ីនធឺណិតទាំងអស់នេះហើយនេះសម្រាប់ accounting ឧទាហរណ៍នៅ accounting នៅក្នុងនេះមានភាពខ្លាំងភាពខ្សោយឱកាសនិងគម្រាមកំហែងមានផ្នែកខាងក្នុងគឺភាពខ្លាំងនិងភាពខ្សោយនៅផ្នែកខាងក្រៅគឺឱកាសនិងគម្រាមកំហែងក៏ដោយខ្ញុំសូមយកផ្នែកខាងខ្លាំងខាងក្នុងហើយខាងមានប្រយោជន៍គឺជួឈរខ្លាំងនិងឱកាសហើយខាងគ្រោះថ្នាក់គឺទំខ្សោយនិងគម្រាមកំហែងវិច័យទី4ផលហ្នឹងហើយខ្ញុំសូមលើកយកភាពខ្លាំងមុនមានសមត្ថភាពថាគេមានសមត្ថភាពមានគុណសម្បត្តិក្នុងការប្រកួតប្រជែងធនធានសម្បត្តិធនធានតាំងទុននិងធនធានមនុស្សល្អដែលមានជំនាញពិតប្រាកដអាចធ្វើបានបទពិសោធន៍ចំណេះដឹងបានល្អហើយមានហិរញ្ញវត្ថុចំណូលយ៉ាងច្រើនទីផ្សារឈានទៅដល់កន្លែងដែលយើងចង់បានតាមយើងលើកគោលណងហើយមានកម្រិតឆ្ងាយប្រឌិតទីតាំងនិងភូមិសាស្ត្រដែលយើងប្រកបអាជីវកម្មគឺវាល្អត្រឹមត្រូវដែលធ្វើឲ្យទំនិញយើងឬក៏សេវាកម្មយើងលក់ដាច់ល្អហើយចំណែកតម្លៃនិងគុណភាពគឺល្អហើយប្រព័ន្ធការងារបច្ចេកវិទ្យាផ្សេងដំណើរការបានល្អគុណសម្បត្តិបានល្អចំណែកឱកាសកន្លែងផលប្រយោជន៍ឱកាសគឺការអភិវឌ្ឍទីផ្សារនិងមានការឧស្សាហកម្មនិងរបៀបរស់នៅរបស់យើងបានល្អការកែច្នៃឱកាសការកែច្នៃនិងការអភិវឌ្ឍបច្ចេកវិទ្យាបានត្រឹមត្រូវនិងទាន់ពេលវេលាឥទ្ធិពលសកលដូចជាវិបត្តិសេដ្ឋកិច្ចនិងសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចពិភពលោកអញ្ចឹងអានឹងគឺឱកាសរបស់យើងដែរដើម្បីលក់ផលិតផលលក់សេវាកម្មបានល្អទីផ្សារភេកលក់តាមអនឡាញនិងអហ្វឡាញតាមភេកយើងបូកទៅទីផ្សារគោលដៅគឺគេទទួលស្គាល់ផលិតផលយើងនាំចូលនឹងភូមិសាស្ត្រនិងការនាំចេញរបស់យើងគឺត្រឹមត្រូវល្អដែលគេអាចទទួលយកបានគេស្វាគមន៍យើងកិច្ចសន្យាសំខាន់និងយុទ្ធសាស្ត្រនិងផ្សេងទៀតគឺបានយល់ព្រមទាំងអស់គ្នាអនុវត្តបានរួមក្នុងការអភិវឌ្ឍអាជីវកម្មនិងផលិតផលបានរីកចម្រើនចំណែកឯខាងទូថ្នាក់ទុំខ្សោយម្ដងទុំខ្សោយកង្វះសមត្ថភាពកម្មករមិនមានជំនាញជាដើមតម្លាភាពនៃកម្លាំងប្រកួតប្រជែងអត់អាចទៅរួចហើយគេឈ្មោះផលិតផលយើងមិនអាចគេស្គាល់បានច្រើនឬក៏មិនមានស្តង់ដារណាដែលជួយយើងឲ្យបានដល់កម្រិតពេលវេលាកំណត់សម្ពាធលក្ខខណ្ឌគឺយើងមិនផលិតឲ្យបានជាតាន់ពេលវេលារញ្ញធុយើងក៏ទុំខ្សោយខ្វះមុខខ្វះក្រោយ
ការអភិវឌ្ឍលំហូរសាច់ប្រាក់មានអត់ជាដើមនៅបន្តខ្សែចង្វាក់ផ្គត់ផ្គង់យើងក៏ទុនជាយមិនបានល្អឥទ្ធិពលនៃសកម្មភាពស្នូលយើងក៏ខ្សោយមិនអាចប្រកួតប្រជែងមួយគេបានវាយលុកទីផ្សារបានហើយនឹងផែនការកម្រងយើងវាយឺតយ៉ាវការគ្រប់គ្រងការគ្រប់គ្រងនឹងគ្រប់គ្រងចាត់ចែងការងារយើងហើយដល់វាមិនបានទៅតាមលក្ខណៈវិច័យទេជាប់ទាន់សម័យរបស់គេហើយក៏មានកំហែងមកពីអត្តពលនយោបាយនិងសេដ្ឋកិច្ចសកលយើងដែលអាចធ្វើឲ្យផលិតផលយើងលុបបណ្ដាច់សេវាកម្មយើងមិនបានទទួលភ្ញៀវបានត្រឹមត្រូវឥទ្ធិពលនៃបទបញ្ញត្តិច្បាប់ផ្សេងទាំងយើងនាំចេញនាំចូលហើយយើងនាំចូលជាដើមគឺមានច្បាប់ច្រើនថារិបារីផលិតផលឬបរិស្ថានផលប៉ះពាល់បរិស្ថានគេsẽមកគិតគូរលុយយើងរហូតហើយយើងនាំទៅប្រទេសគេគិតគូរទៅឯធ្វើបរិស្ថានបានល្អអត់លើសហគមន៍អឺរ៉ុបនៅភាគច្រើនផុតអាហ្នឹងហើយភាពប្រកួតប្រជែងយើងគេខ្លាំងជាងយើងដើម្បីការទីផ្សារយើងអត់ដល់គ្រប់អត់ដល់គេការវិតម្លៃបច្ចេកវិទ្យាយើងសេវាកម្មយើងនឹងកម្រិតផ្សេងទៀតទុនខ្សោយពីក្របសកត់យើងអត់មានអីបានកិច្ចសន្យាថ្មីដៃគូថ្មីចេះតែមានរហូតដល់ធ្វើឲ្យវាពិបាកទុកចិត្តគ្នាការមានតម្លៃការបាត់បង់ក្នុងប្រការខ្លាំងយើងគ្រប់គ្រងស្តុកគ្រប់គ្រងផលិតផលបានល្អនឹងការផលិតកម្មយើងបានល្អយុទ្ធសាស្ត្រនៃការគ្រប់គ្រងមិនល្អទៀតស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនិងក្រៅប្រទេសចេះតែឡើងចុះហើយការវិភាគនេះវានោះក៏ជាបង្ហាញឲ្យឃើញឯមានដំណាក់កាល6ជំហាននៅការវិភាគនៃស្វូតយើងនេះទីមួយយើងដាក់គោលដៅរបស់យើងឲ្យបានត្រឹមត្រូវកត្តាសំខាន់ណាស់ការឡាសេតគោលដៅយើងនោះឲ្យបានចំល្អឬទៅលើអតិថិជនរបស់យើងមិនលក់ផលិតផលសម្រាប់កូនក្មេងសម្រាប់មនុស្សចាស់សម្រាប់សិស្សសាលាឬសម្រាប់នាំចេញមនុស្សទូទៅជាដើមហើយអ្នកមានអ្នកក្រទៀតអាចសេពបានទៀតតែគោលដៅយើងលក់ដុំយ៉ាងម៉េចលក់រីយ៉ាងម៉េចយើងរៀបចំមកហើយយើងអាចដឹងថាសេវាកម្មយើងល្អមិនល្អហើយយើងចាប់ផ្ដើមមានតម្លៃភាពខ្លាំងរបស់យើងតើមានអីខ្លះដែលយើងអាចប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងបានហើយនឹងអតិថិជនយើងទទួលស្គាល់ផលិតផលយើងនិងសេវាកម្មយើងហើយក៏សេចំណុចខ្សោយខ្លាំងឃើញខ្សោយឃើញតើអតិថិជនត្រូវការអីដែលយើងបរិបបានដៃគូយើងអ្នកវិនិយោគតូនតែមិនដែរចំណុចខ្សោយយើងហើយដល់ចប់ឲ្យចំណុចខ្សោយយើងទៅយើងមើលឱកាសនេះរៀបរាប់មើលឱកាសយើងស្វែងយល់ពីក្នុងខាងក្នុងខាងក្រៅរបស់សហគ្រាសយើងឬក៏ប្រទេសជាតិយើងយ៉ាងម៉េចដែលយើងអាចទាញយកបានអត្ថប្រយោជន៍ពីឱកាសនេះបានហើយកំណត់អត្តញ្ញាណបានក៏មានកំហែងយើងកំណត់ឲ្យបានថាការធ្វើកំហែងគួរប្រជែងយើងអាជីវកម្មយើងផលិតផលយើងតើមានប្រកួតប្រជែងខ្លាំងដែរអត់មានកំហែងខ្លាំងអត់វិបត្តិសេដ្ឋកិច្ចនេះកើតឡើងយ៉ាងម៉េចដូចកន្លងមកហើយកូវីដបរិបទជំងឺសកលឬឧបទ្ទសកលហើយក៏ជាការជំងឺហែករបស់យើងដែរជាធំដុំពិភពលោកហើយនឹងរួមជីរបស់យើង
ចំណុចដែលសំខាន់បំផុតនៅក្នុងកន្លែងដែលយើងត្រូវសរសេរសភៅដែលយើងសរសេរហើយកត់ឲ្យបានត្រឹមត្រូវប្រឹងប្រែងលុបបំបត្តិនូវផលប៉ះពាល់ចេញនេះគឺការបែងចែករបស់គឺជា4ថតធំនឹងដែរ4ថតធំហើយខ្ញុំសូមមិនអានទេគ្រាន់តែបែងចែកថាបែងចែកខាងក្នុងខ្លាំងនិងខ្សោយហើយខាងក្រៅឱកាសនិងកំពុងកំហែងចំណែកឲ្យមានប្រយោជន៍របស់យើងគឺខ្លាំងនិងឱកាសហើយចំណែកខាងគ្រោះថ្នាក់គឺភាពទន់ខ្សោយនិងកំពុងកំហែងរបស់យើងតើយើងត្រូវដោះស្រាយយ៉ាងណានៅក្នុងនេះសូមអានចុះខ្ញុំសូមឡងទៅទៀតហើយបញ្ហានេះខ្ញុំបានធ្វើមួយខ្លួនខ្ញុំដែរផ្នែកខាងក្នុងនិងផ្នែកខាងក្រៅហើយនឹងផ្នែកវិជ្ជមាននិងអវិជ្ជមានផ្នែកវិជ្ជមាននេះគឺផ្នែកប្រយោជន៍និងអវិជ្ជមានគឺផ្នែកគ្រោះថ្នាក់ហើយខ្ញុំធ្វើនៅក្នុងខាងផលិតកម្មហើយជំនាញបច្ចេកទេសឈានមុខម៉ាកផ្លាកយីហោហើយខ្លាំងនេះផ្សព្វផ្សាយព័ត៌មានពីផលិតផលយើងបានដល់គោលដៅភាពស្មោះត្រង់និងអ្នកវិនិយោគជាមួយគ្នាបានល្អគុណភាពផលិតផលយើងឈានមុខល្អតម្លើងធុរកិច្ចយើងអាចពង្រីកការងារពង្រីករោងចក្រយើងបានល្អការគ្រប់គ្រងនិងចាត់ចែងបានល្អហើយចំណែកខាងវិជ្ជមាននេះនៅខាងក្រៅគឺអ្នកវិនិយោគបានចូលរួមច្រើនភាវូបនីយកម្មទីផ្សារបានជាតិផ្សាររហូតដល់ក្រៅប្រទេសជាដើមអនុវត្តបច្ចេកទេសបានល្អគោលនយោបាយរដ្ឋាភិបាលបានលើកទឹកចិត្តកាត់បន្ថយពន្ធជាដើមការនាំចូលនាំចេញទាំងអស់ហើយពង្រីកបណ្ដាញចែកចាយកាន់តែទូលំទូលាយចំណែកឯខាងអវិជ្ជមានខាងគ្រោះថ្នាក់អវត្តមានជំនាញសំខាន់យើងពិបាកជួលកម្មករដែលមានស្ទាត់ជំនាញមកបម្រើការយើងខ្សោយម៉ាក់ហោដែលយើងអត់អាចទៅប្រកួតប្រជែងមួយគេបានដោយសារអតិថិជនត្រូវស្គាល់យើងបានផ្សាយពាណិជ្ជកម្មជាដើមបើថាផ្សាយព័ត៌មានលំផលយើងខ្សោយខ្វះអ្នកវិនិយោគថិតថេរពួកគេមកចូលចេញមានខ្វះទុនញ៉ាំវិនិយោគផ្សេងទៀតផលិតផលសេវាកម្មយើងមិនច្បាស់លាស់តម្លើងធុរកិច្ចបង្កើតអត់បានហើយការគ្រប់គ្រងចាត់ចែងរបស់យើងមិនល្អតែថាវាយឺតយ៉ាវឬក៏ការគ្រប់គ្រងរបស់យើងមានបញ្ហាវិបត្តិផ្ទៃក្នុងជាដើមអានឹងគឺខ្សោយរបស់យើងចំណែកឯគម្រាមកំហែងនៅខាងអវិជ្ជមាននេះគឺផ្លាស់ប្ដូរអ្នកវិនិយោគខ្លាំងពេកបិទភាវូបនីយកម្មទីផ្សារយើងអត់បានផ្សព្វផ្សាយទៅដល់ឆ្ងាយទីផ្សាររបស់យើងទេគ្រប់កន្លែងទេគ្រប់តំបន់ដែលយើងចង់បានទេអភិវឌ្ឍបច្ចេកទេសលឿនពេកដែលធ្វើឲ្យយើងខ្វះទុនផុតដៃផុតជើងខ្វះទុនវិនិយោគកន្លែងនេះមានក្រុមហ៊ុនមួយនៅខាងកំពង់ធំទៅបានបិទទ្វាររោងសិនកិនសើមួយធំការកែប្រែគោលនយោបាយគឺរបស់រដ្ឋាភិបាលនិងខាងភាគយើងនាំចូលធ្វើស្រុកហ្នឹងគឺអត់បានល្អដោយដូណាល់ត្រាំនៅឆ្នាំ2021នេះគាត់កែប្រែ Free Trade Agreement អត់មានអញ្ចឹងដូរអស់លីងយើងពិបាកចរចាឡើងវិញហើយតម្លើងទុនបង្កើតបណ្ដាញចែកចាយថ្មីធ្វើឲ្យវាពិបាកទីផ្សារផ្សព្វផ្សាយកាន់តែច្រើនហើយយើងជំហានទី1ខ្ញុំបានចែកចាយមកអញ្ចឹងគឺខ្លាំងភាពខ្សោយកាលានវត្តឱកាសយើងហ្នឹងនឹងគំរាមកំហែងយើងធ្វើបានអ្វីខ្លះអីនៅខ្លះយុទ្ធសាស្ត្រហ្នឹងហើយយើងសង្ខេបនៅក្នុងទំព័រកន្លែងយើងមួយផ្សេងទៀតដែលយើងចង់ព្រួយមាន
ដែលយើងត្រូវជំនះឧបសគ្គបានហើយយើងបង្កើននូវភាពខ្លាំងរបស់យើងជាសរុបទៅមានអ្នកខ្លះគេវិភាគច្រើន4-5របៀបហ្នឹងខ្លះស្វតូស្តូអីវ៉ូអ្នកខ្លះគឺវិភាគទៅគ្រប់កន្លែងទាំងអស់តែតាមណាក៏នៅតែភាពខ្លាំងភាពខ្សោយហើយនឹងឱកាសនឹងកំពុងកំហែងទៅដែរគ្រាន់តែមុននឹងក្រោយទៅប៉ុណ្ណឹងទេដើម្បីស្វែងរកយុទ្ធសាស្ត្រពិតប្រាកដហើយនឹងចាត់ចែងបានត្រឹមត្រូវហើយដើម្បីជំនួយជាស្មារតីក្នុងការសម្រេចចិត្តតើត្រូវធ្វើយ៉ាងម៉េចក្នុងការនេះយើងខ្ញុំសូមធ្វើជាសមីការខាងប្រយោជន៍និងខាងគ្រោះថ្នាក់ឬខាងវិជ្ជមាននិងខាងអវិជ្ជមានកាលណាវាស្មើគ្នាឬក៏ខាងវិជ្ជមានធំជាងដំណើរការធម្មតាល្អតាំងស្មើគ្នាឡើងលើដំណើរការយើងល្អចំណែកសម្ដែងការយើងអាចទាញចេញបានទៀតកាលាលវត្តស្មើនឹងខ្លាំងធំជាងខាងអវិជ្ជមានខ្សោយនឹងគម្រាមនាំឲ្យយើងទៅវិនិយោគឡើងថែមទៀតយើងចង់វិនិយោគទីផ្សារយើងចង់វិនិយោគទីផ្សារវាវ៉ាន់យើងទៅធ្វើទៅទៀតទៅដើម្បីឲ្យបានកាន់តែច្រើនកាន់តែល្អព្រមមានឱកាសនៅពេលដែលយើងខ្លាំងហើយកាលានុវត្តភាពយើងមានឱកាសយើងមកដល់ហើយតែវាធំជាងខាងអវិជ្ជមានទៀតគួរតែអភិវឌ្ឍយើងទៅអភិវឌ្ឍសិនឬក៏អភិវឌ្ឍអ្វីដែលយើងចង់អភិវឌ្ឍឡើងវិញទៀតដូចជាការផ្លាស់ប្ដូរម៉ាស៊ីនវ៉ាន់ជាដើមនេះគឺឱកាសយើងហើយអាចផលិតបានច្រើនលក់បានច្រើនយ៉ាងនឹងកាន់តែច្រើនឬក៏សេវាកម្មយើងកាន់តែខ្លាំងល្អហើយចំណែកឯខ្សោយស្មើនឹងគម្រាមនេះគឺជាអវិជ្ជមានម្ដងហើយបើវាធំជាងខាងវិជ្ជមានគម្រាមនៅវាធំជាងអវិជ្ជមានខ្លាំងនឹងឱកាសយើងគឺយើងចូលឡើងទល់ឡើងដើម្បីឲ្យវារកធនធានទល់ដើម្បីឲ្យវាបានដំណើរការឡើងវិញហើយចំណែកគម្រាមស្មើនឹងខ្សោយហើយវាធំអាខ្សោយយើងនឹងធំជាងអាវិជ្ជមានយើងទៀតអាខ្លាំងនឹងការអនុវត្តទៀតយើងត្រូវតែគិតឡើងវិញតែយើងត្រូវបោះបង់ចោលឬក៏ទៅបន្តទៀតរកស៊ីចំនួនអាជីវកម្មយើងនិងផលិតផលយើងនឹងតែគួរតែបោះចោលឬក៏លើកឡើងវិញដែលជ្រុងឡើងហើយខ្ញុំសូមបញ្យល់ឧទាហរណ៍មួយជាក់ស្ដែងនៅប្រទេសកូរ៉េដែលមានក្រុមហ៊ុន2ក្រុមហ៊ុនយ៉ាន់ដៃផលិតឡាននិងឌីវូផលិតឡាននៅកូរ៉េក្រុមហ៊ុនយ៉ាន់ដៃភាគច្រើនជាជនជាតិកូរ៉េដែលអ្នកគ្រប់គ្រងនៅក្នុងសាជីវកម្មនោះចំណែកឯឌីវូអ្នកគ្រប់គ្រងជាជនជាតិបរទេសមកពីក្រៅមកគ្រប់គ្រងនៅកន្លែងក្រុមហ៊ុននៅពេលឆ្នាំ2006-2007មានបាត់សេដ្ឋកិច្ចដែលពួកអ្នកវិនិយោគដកទុនទៅវិញអស់រដ្ឋាភិបាលកូរ៉េក៏បានពិចារណាថាតើត្រូវជួយមួយណាដើម្បីជ្រោកឡើងដើម្បីឲ្យអភិវឌ្ឍនិងជួយប្រជាជនកូរ៉េបានខ្លាំងអស់លោកអាចដឹងបានទេថាមួយណាឌីវីឬក៏យ៉ាងដែរដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលគេនៅប្រទេសកូរ៉េនេះគឺទៅជ្រោមឡើងនៅខាងភាគហ៊ុនកូរ៉េចិត្តបាត់មកវិញគឺយ៉ាងដែរហើយយ៉ាងដែរក៏ដំណើរការរហូតមកដល់សប្តាហ៍ថ្ងៃឆ្នាំ2021នៅដំណើរការរហូតអាចក្រោយក្រុមហ៊ុនឌីវូត្រូវបិទទ្វាររហូតតាំងពី2007មករហូតដល់សប្តាហ៍ថ្ងៃនេះអស់ហើយការផលិតថ្មីទៀតអត់មានទេខ្ញុំមានកំណត់ប៉ុណ្ណឹងដើម្បីជួយជាបល
trong cả thuยุทธศาสตร์វិភាគលើស្វូត analysis ហ្នឹងដើម្បីឲ្យជីវកម្មយើងបានរីកចម្រើនតទៅទៀតបើពុកម៉ែបងប្អូនកូនក្មួយដែលមានគំនិតឲ្យជួយកែលម្អសូមមេត្តាជួយបញ្ចេញមកខ្ញុំជួយកែលម្អឡើងវិញដើម្បីឲ្យប្រជាជនខ្មែរយើងបានកាន់តែខ្លាំងរីកចម្រើនកាន់តែខ្លាំងសូមអរគុណសូមជម្រាបលា